សួស្តីអ្នកគ្នាខ្ញុំដាញ៉ែលថ្ងៃនេះបដិខ្ញុំនឹងធ្វើការមកសម្រាយទៅកាន់រឿងជួមមហន្តរាយនេះប្រតិកោដែលត្រូវជាអេពីសូតបន្តផងដែរបើនិយាយទៅខ្ញុំធ្វើពេលព្រឹកទៀតហើយអញ្ចឹងសលេងខ្ញុំគឺរៀងស្អកទៀតហើយមុននឹងចូលទៅដល់វីដេអូកុំភ្លេច like ក៏ដូចជា subscribe នៅលើវីដេអូនេះម្នាក់មួយផងនិងចូលទៅកាន់ channel gaming របស់ខ្ញុំនិង subscribe ទៅលើ channel ហ្នឹងមួយទៅដោយសារតែខ្ញុំគឺថាចិត្តចេញវីដេអូ game ហើយមួយទៀតវិញសម្រាប់អ្នកដែលចង់លេង game ក៏ដូចជាលេងអីផ្សេងហ្នឹងអ្នកគ្នាគឺអាចចូលទៅកាន់ក្រុម Telegram មួយនេះបានដែល link គឺខ្ញុំដាក់នៅក្រោម description ក៏ដូចជា comment ផងដែរបាននិយាយពីរឿង link channel gaming វិញក៏ខ្ញុំដាក់នៅចិត្តនឹងផងដែរឥឡូវកុំខាតពេលវេលាយូរយើងចូលទៅកាន់សាច់គ្រឿងហ្មងទៅសាច់រឿងនៅក្នុងអេពីសូតមួយនេះដល់អាប៉ែសក់លឿងគឺបានជួនហានហ្វឹងមកដល់កន្លែងមួយដល់អាប៉ែសក់លឿងគឺបាននិយាយទៅកាន់មេរបស់គាត់ថាមេអាប៉ែមួយនេះគឺចង់ទិញកាភ្លើងមួយដោយលឺអញ្ចឹងអាប៉ែមួយហ្នឹងគឺបាននិយាយថាហេអាកូនណាតែឯងនេះគឺចង់បានកាភ្លើងខ្លីដែលស្រួលកាន់មិនមែនហ្នឹងបើអញ្ចឹងគឺវាត្រូវហើយលើកាភ្លើងខ្លីមួយហ្នឹងគឺវាមានតម្លៃទៅដល់ 6000 ឯណោះដោយហានហ្វឹងគឺបានតបទៅវិញថាអត់នោះទេលបងខ្ញុំគឺរកកាភ្លើងណាដែលងាយស្រួលបាញ់ចំណែកឯរឿងមួយវិញទៀតកាភ្លើងមួយហ្នឹងគឺអាចបាញ់ពីចង្អាយបានថែមទាំងអាចឆ្លោះបានទៀតផងកាភ្លើងមួយហ្នឹងហើយទៅគាត់ហ្នឹងគឺត្រូវការពិតប្រាកដណាបន្តមកដែលយើងគឺបានឃើញថាអាប៉ែមួយហ្នឹងគឺបានស្រែកខ្លាំងយកតែម្ដងដល់ប៉ែមួយហ្នឹងគឺបាននិយាយថាហេអារបល់យកតែឯងនេះគឺត្រូវការ sniper មែនបើឯងនិយាយពីវាក៏ពិតជាថ្លៃយកហ្មងណាមិនត្រឹមតែប៉ុណ្្នឹងនោះទេវាក៏មិនងាយរកបានដូចគ្នាដល់ប៉ែហ្នឹងគឺបានបន្តថាហើយក៏តែវាមិនអីនោះទេបើសិនជាឯងនេះគឺត្រូវការវាគ្រាន់តែរងចាំពី3ថ្ងៃទៅបានហើយដោយលឺបែបហ្នឹងហានហ្វឹងគឺថាអរគុណទៅកាន់អាប៉ែហ្នឹងយ៉ាងលឿនតែម្ដងដោយក្រោយមកមេរបស់អាប៉ែសក់លឿងនេះក៏បានឲ្យកូនចៅរបស់គាត់ទៅរៀបចំកាភ្លើងមួយហ្នឹងទៅបន្តមកទៀតដែលយើងគឺបានឃើញថាអាប៉ែមួយហ្នឹងគឺបានឲ្យកាភ្លើងខ្លីទៅកាន់ហានហ្វឹងម្ដងដល់ពេលអញ្ចឹងហានហ្វឹងគឺថាឆ្ងល់ខ្លាំងមែនតើដល់ប៉ែហ្នឹងគឺបានប្រាប់ផងដែរថាវាគឺជាកាដូរបស់ហានហ្វឹងឯងគឺទទួលយកទៅដោយសារតែឯងហ្នឹងគឺទិញកាភ្លើងដ៏ថ្លៃមួយហើយអញ្ចឹងវាគឺជាកាដូរបស់ឯងនៅពេលដែលហានហ្វឹងគឺឃើញថាអាប៉ែហ្នឹងគឺចិត្តល្អបែបហ្នឹងគាត់គឺបានប្រាប់ទៅកាន់អាប៉ែហ្នឹងផងដែរថាលបងលាវលោកគឺគួរតែទិញអាហារស្តុកទុកទៅព្រោះថាប្រតិកោគឺវាមិនងាយបាត់ឆាប់នោះទេនេះគ្រាន់តែជាការរំលឹករបស់គាត់តែប៉ុណ្ណោះដោយសារតែមិត្តភ័ក្តិរបស់គាត់ក៏ប្រាប់មកកាន់គាត់បែបហ្នឹងផងដែរអញ្ចឹងការស្តុកទុកអាហារវាគឺជារឿងល្អបំផុតដោយលឺអញ្ចឹងអាប៉ែមួយហ្នឹងក៏ព្រមធ្វើតាមហានហ្វឹងផងដែរនៅពេលដែលដើរចេញអាប៉ែសក់លឿងគឺពិតជានិយាយច្រើនខ្លាំងមែនតើដល់ពេលអញ្ចឹងហើយហានហ្វឹងនឹងក៏ពិតជាម៉ូម៉ៅខ្លាំងមែនតើណាដោយសារតែអាប៉ែមួយហ្នឹងគឺនិយាយច្រើនពេកហ្នឹងហានហ្វឹងក៏សម្រេចចិត្តថានឹងបិទភ្នែកដើរតែម្ដងដោយសារតែការបិទភ្នែកមួយហ្នឹងទើបធ្វើឲ្យហានហ្វឹងគឺជួបគ្រោះយកហ្មងដោយគ្មានជំរើសនឹងអាប៉ែសក់លឿងគឺមានតែជួយទៅកាន់ហានហ្វឹងតែប៉ុណ្ណោះសាច់រឿងគឺកាត់ទៅមន្ទីរពេទ្យវិញដែលគ្រូពេទ្យគឺបាននិយាយផងដែរថាការដួលមួយហ្នឹងគឺវាមិនប៉ះពាល់ខ្លាំងប្រហែលនោះទេវាគឺគ្រាន់តែធ្លាប់បន្តិចបន្តួចអញ្ចឹងតែពី3ថ្ងៃទៀតហានហ្វឹងគឺអាចដើរបានធម្មតាហើយគ្រូពេទ្យគឺបាននិយាយបន្តទៀតថាក៏តែវាគឺមានកន្លែងមួយដែលបាក់ឆ្អឹងនោះគឺជើងខាងស្ដាំរបស់លោកដោយជើងខាងហ្នឹងវាគឺត្រូវបានបាក់ឆ្អឹងបន្តិចហើយអញ្ចឹងលោកគឺត្រូវតែចាំ1ម៉ោងដើម្បីឲ្យគ្រូពេទ្យគឺសង្កេតមើលសិនដល់ពេលក្រោយមកទៀតលោកគ្រាន់តែទៅយកថ្នាំទៅវាគឺរួចរាល់ហើយស្អីរបស់យើងគឺបានកាត់ទៅនារីម្នាក់ផងដែរដែលនាងហ្នឹងគឺពិតជាស្អាតយកហ្មងបាននិយាយឲ្យចំទៅនាងមិនត្រឹមតែស្អាតនោះទេថែមទាំងចិត្តល្អទៀតផងដោយឃើញបែបហ្នឹងហើយហានហ្វឹងគឺពិតជាចាប់អារម្មណ៍ទៅកាន់នាងខ្លាំងមែនតើមិននឹកស្មានថានៅកន្លែងនេះមានក្មេងស្រីដ៏អស្ចារ្យបែបហ្នឹងនោះទេបើនិយាយទៅនាងគឺពិតជាអស្ចារ្យយកហ្មងហានហ្វឹងគឺបាននិយាយបន្តទៀតថាបើនិយាយចំទៅនាងគឺថាស្អាតគ្រប់កន្លែងតែម្ដងក្រោយមកទៀតដែលយើងគឺបានឃើញថាលោកតាម្នាក់ហ្នឹងគឺបានហៅទៅកាន់គ្រូពេទ្យម្នាក់ហ្នឹងផងដែរនៅពេលដែលនាងមកដល់នាងគឺបានសួរថាលោកតាតើលោកហ្នឹងគឺមានអ្វីឲ្យនាងជួយអត់ដោយលោកតាម្នាក់ហ្នឹងគឺបាននិយាយផងដែរថាគាត់ហ្នឹងគឺឈឺចង្កេះអញ្ចឹងគាត់ហ្នឹងគឺចង់ឲ្យនាងគឺជួយលើកគាត់បន្តិចទៅនៅពេលដែលនាងគឺមិនប្រយ័ត្នលោកតាម្នាក់ហ្នឹងគឺពិតជាថោកយកតែម្ដងបើនិយាយទៅអ្នកគ្នាគឺអាចមើលតាមនឹងបានមិនត្រឹមតែប៉ុណ្ណោះនោះទេលោកតាម្នាក់ហ្នឹងគឺបន្លំប៉ះទៅកាន់នាងទៀតផងគ្រាន់តែថានាងហ្នឹងគឺអត់ហ៊ានស្រែកនោះឡើយមួយសន្ទុះក្រោយមកដែលយើងគឺបានឃើញថាលោកតាម្នាក់ហ្នឹងគឺថាដួលតែម្ដងដោយឃើញបែបហ្នឹងហានហ្វឹងគឺបាននិយាយថាលោកតាតើលោកហ្នឹងគឺជ្រុះទូរស័ព្ទមែនមិនអីនោះទេចាំគាត់ហ្នឹងគឺរើសឲ្យដោយឃើញចឹងលោកតាម្នាក់ហ្នឹងគឺពិតជាភ័យយកតែម្ដងដែលគាត់គឺបានប្រាប់ផងដែរថាកុំឲ្យប៉ះទូរស័ព្ទរបស់គាត់ក៏តែហានហ្វឹងគឺថាអត់ស្ដាប់នោះទេមិនថែមតែប៉ុណ្្នឹងគាត់គឺបានចូលទៅមើលកន្លែងរូបភាពទៀតផងដោយហានហ្វឹងគឺបានលើកទូរស័ព្ទរបស់គាត់គឺបង្ហាញទៅកាន់នារីម្នាក់ហ្នឹងផងដែរដែលគាត់គឺបាននិយាយថាលោកតាម្នាក់ហ្នឹងគឺមិនល្អនោះឡើយបើនិយាយទៅគាត់គឺហ៊ានធ្វើអំពើបែបនេះអ្នកទាំងអស់គ្នាគឺអាចមើលទៅកាន់រូបភាពមួយនេះបានខ្ញុំច្រឡំកន្លែងនេះបន្តិចអ្នកគ្នាគឺមិនបង្ហាញទៅកាន់គ្រប់គ្នានោះទេគឺបង្ហាញទៅកាន់តែនារីម្នាក់ហ្នឹងតែប៉ុណ្ណោះដោយលោកតាម្នាក់ហ្នឹងគឺពិតជាខឹងទៅកាន់ហានហ្វឹងតែម្ដងតែដោយសារតែគាត់នឹងគឺគ្មានជំរើសគាត់ក៏សម្រេចចិត្តថានឹងរត់ចេញពីកន្លែងនឹងយកហ្មងទៅដោយហានហ្វឹងគឺបានបង្ហាញទៅកាន់នារីម្នាក់នឹងផង
ផងដែរដែលគាត់គឺបាននិយាយថាលោកតាម្នាក់ហ្នឹងគឺមិនល្អនោះទេដូចជាគាត់គឺបាននិយាយមិញអញ្ចឹងដោយសារតែគាត់ហ្នឹងគឺហ៊ានលួចថតទៅកាន់នាងអញ្ចឹងនាងគឺអាចមើលខ្លួនឯងបានហើយនាងក៏យកទូរស័ព្ទមួយនេះទុកទៅដោយសារតែវាគឺជារូបរបស់នាងដែលក្រោយមកទៀតនារីម្នាក់ហ្នឹងគឺបាននិយាយថានាងគឺពិតជាអរគុណទៅកាន់ហានហ្វឹងខ្លាំងមែនតើណាក្រោយមកទៀតនាងគឺសុំហានហ្វឹងហ្នឹងគឺរុំរបួសជើងឲ្យតែម្ដងបើនិយាយចំទៅកុំតែបានហានហ្វឹងនោះទេខំអីនាងគឺថាស្បៃយកហ្មងដោយការរុំមួយហ្នឹងអ្នកគ្នាគឺអាចមើលខ្លួនឯងបានបើក្លេកមើលទៅកាន់ហានហ្វឹងវិញគាត់គឺថាអៀនខ្លាំងមែនតើនៅពេលរុំបងរួចហើយនារីម្នាក់ហ្នឹងគឺបានសុំហានហ្វឹងទៅមុនដូចគ្នាដោយសារតែមានអ្នកជំងឺច្រើនទៀតដែលត្រូវឲ្យនាងមើលផងដែរបន្តមកទៀតដោយសាច់រឿងក៏បានកាត់ទៅកាន់ផ្ទះរបស់ហានហ្វឹងវិញដែលគាត់គឺកំពុងតែអង្គុយមើលអំពីព័ត៌មានណានៅពេលដែលហានហ្វឹងគឺគាត់កំពុងតែអង្គុយផឹកស្រាក្រហមទាំងសប្បាយចិត្តនឹងមានមីសេចមួយគឺបានលោតឡើងតែម្ដងដែលប៉ែម្នាក់ដែលនៅក្នុងក្រុមដែលមានឈ្មោះថាជីនតាយ៉នហ្នឹងគឺបាននិយាយថាគ្រោះមហន្តរាយនៃប្រតិកោសឹងតែមកដល់ទៅហើយនៅអេស៊ីបគឺថាគ្មានណាគេគឺអាចចេញពីផ្ទះបាននោះទេពីព្រោះថាប្រតិកោសឹងតែថាធ្លាក់ខ្លាំងទៅហើយអញ្ចឹងពួកគេគឺមិនអាចចេញពីផ្ទះបាននោះទេដោយឃើញបែបហ្នឹងហើយហានហ្វឹងគឺពិតជាឆ្ងល់ខ្លាំងមែនតែនតើប៉ែមួយហ្នឹងគឺជាណាគេមិនការប៉ែលីតាយ៉នហ្នឹងគឺអាចដឹងពីគ្រោះមហន្តរាយនៃប្រតិកោដែរអញ្ចឹងអ្នកទាំងគ្នាអេពីសូតមួយហ្នឹងគឺចប់តែត្រឹមនឹងផងដែរអញ្ចឹងខ្ញុំគឺអត់មានអីនិយាយច្រើននោះទេ